អ្នកបម្រើដ៏រៀបទៀបរបស់អ្នកគោរពដល់ព្រះករុណានិងព្រះទាំង5ការប្រជុំព្រះទាំង5គឺនៅថ្ងៃខានស្អែកតើអ្នកប្រកាសចិត្តទាំងស្រុងទេតែនដីព្រៃផ្សៃមួយដ៏សាមញ្ញតើព្រះនាងម្ចាស់ក្ត្រីមានការភ័យខ្លាចអ្វីខ្លះចំពោះព្រះទាំង5កុំមើលស្រាលម្ចាស់ក្ត្រីរបស់យើងអីទ្រង់គឺជាការចាប់កំណើតជាថ្មីរបស់ព្រះនៃកម្លាំងហើយមានកម្លាំងខ្លាំងមានដែនកំណត់ហើយត្រូវបានទទួលម្ដងទៀតដោយអធិរាជឌីងហ្វេនរិនការណែនាំរយៈពេល3ឆ្នាំដំណើរចុះពីលើភ្នំនេះខ្ញុំបានឮថានាងប្រាជ្ញាចិត្តឈ្នះវាអាចបំបែកវត្ថុរាប់ពាន់ពីចម្ងាយ100 ម៉ែត្រប្រសិនបើទាហាននៅភាគខាងត្បូងខ្ញុំខ្លាចថាខ្ញុំនឹងត្រូវប្រហែលច្រឡំបើខ្ញុំឡើងទៅនាងហៀបនឹងត្រូវខ្ទេចខ្ទេយជាបំណែកម៉ាក់ឆ្អឹងខ្ញុំពិតជាខ្សោយណាស់ខ្ញុំសុខចិត្តទៅស៊ូរហូតដល់ស្លាប់មិនថាមានរឿងអ្វីកើតឡើងក៏ដោយមុខវិជ្ជារបស់អ្នកក៏ត្រូវបានចងភ្ជាប់ដោយព្រះទាំង5ផងដែរទី2អ្នកមិនអាចជាមនុស្សតែម្នាក់គត់នៅភាគខាងត្បូងបានទេប្រសិនបើអ្នកមានឈាមរាជវង្សបើមានកំហុសឆ្គងសំបីតែបន្តិចបន្តួចខ្ញុំនឹងព្រមដែននឹងកាន់តែមានភាពតានតឹងជាងនេះទៀតព្រះករុណាតែងតែជាអ្នកគ្រប់គ្រងភាគខាងត្បូងរបស់ខ្ញុំប្រទេសខ្ញុំប្រាថ្នាចង់បានតំណែងកម្ពុជាពួកគេចង់បានវាជាយូរមកហើយបានឈ្លានពានព្រំដែនរបស់យើងប្រសិនបើអាណត្តិនេះមិនមែនជាមេតបជីលីនដ៏ទេវភាពទាំង5នោះទេកងទ័ពទំនងជានឹងឈរជើងនៅភាគខាងត្បូងក្នុងពេលឆាប់នេះថ្ងៃស្អែកត្រូវបានបែងចែកដោយប្រជាជាតិនានាប្រសិនបើយើងចាញ់សភាព្រះទាំង5វាទំនងជាថាកងទ័ពនឹងត្រូវដកចេញពីតំណែងជាព្រះមួយក្នុងចំណោមដែលរវើវីនាំឲ្យមានភាពចលាចលក្នុងប្រទេសព្រះមហាក្សត្រឲ្យសូមទ្រង់ជ្រាបថាយើងនឹងតស៊ូរហូតដល់ស្លាប់ថ្ងៃការពារភាគខាងត្បូងបានមកដល់យឺតពេលហើយគ្រោះមហន្តរាយដ៏ធំមួយហៀបនឹងកើតឡើងចំពោះយើងគ្រោះមហន្តរាយកំពុងមកដល់ហើយឈីលីនលីននេះដោយមើលឃើញពីសន្តិភាពរបស់ប្រទេសយើងនេះការប្រកួតនេះនឹងគួរឲ្យចាប់អារម្មណ៍ណាស់វាជាការប្រសើរក្នុងការរត់គេចខ្លួនដើម្បីជីវិតរបស់អ្នកចូលទៅមុខហើយទាមទារតំណែងរបស់ព្រះទាំង5វាទំនងជាថាទឹកដីភាគខាងត្បូងរបស់យើងត្រូវបានគេយកទៅឆ្ងាយខ្ញុំមិននិយាយអ្វីបន្ថែមទៀតទេព្រោះខ្ញុំហៀបនឹងត្រូវគេលុបបំបាត់ចោលវេចខ្ចប់របស់របររបស់អ្នកហើយទៅចូលរួមពិធីដ៏អស្ចារ្យនេះទំនាយនោះហៀបនឹងคล้ายជាការ